របៀបកាត់សក់ពីខាងលើឲ្យតែយើងដឹងពីរបៀបកាត់វាគឺងាយស្រួលទេពុកម៉ែបងប្អូនបាទគឺយើងកាត់ឲ្យវាមានຂ្នាតមានក្បួនរបស់វាត្រឹមត្រូវមកអញ្ចឹងនៅពេលដែលយើងកាត់អ្វីក៏ដោយឲ្យតែមានຂ្នាតគឺយើងងាយស្រួលទេបាទយើងធ្វើការកាត់តាមតែຂ្នាតយើងមកវាបានស្មើគ្រប់កន្លែងទាំងអស់បាទអញ្ចឹងមុននឹងយើងធ្វើការកាត់សក់ពីខាងលើយើងធ្វើការបាញ់ទឹកវាឲ្យសើមសិនមកបាទបន្ទាប់មកទៀតសក់ពីចំហៀងនេះសក់ណាដែលលៀនវែងជាងត្រង់ចំណុចដែលយើងឈូសទុកពីខាងក្រោមបងប្អូនធ្វើការពុតចាប់កាត់វាមកចំហៀងខាងទំនេរសក់ដែលភៀវយើងចំណាំសិតមកឲ្យវាស្មើត្រង់ចំណុចសក់ដែលយើងធ្វើការឈូសទុកពីខាងក្រោមបាទយើងចាប់ពុតវាម្ដងមួយស្ទាប់ពុតដេញទៅក្រោយរកຂ្នាតដែលយើងធ្វើការកាត់មុនដំបូងបាទម្ដងមួយស្ទាប់ចឹងទៅពុតទៅក្រោយរកຂ្នាតដែលយើងធ្វើការកាត់មុនដំបូងហ្នឹងទៅបាទពុតមកក្រោយបែបហ្នឹងមកឲ្យវាស្មើត្រង់ចំណុចដែលសក់យើងឈូសទុកពីខាងក្រោមណាបងប្អូនបាទអញ្ចឹងនៅពេលដែលយើងសិតវែចំហៀងមកសក់ហ្នឹងវាស្មើត្រង់ចំណុចសក់ដែលយើងធ្វើការឈូសពីខាងក្រោមអញ្ចឹងមើលទៅវាឃើញស្អាតបាទបន្ទាប់មកទៀតយើងសិតទម្លាក់មកមុខយើងធ្វើការតម្រឹមរៀងប្រឆិតបន្តិចដេញមករកសក់ដែលយើងធ្វើការកាត់ពីចំហៀងបាទចំណែកពីមុខបងប្អូនសួរភ្ញៀវយើងទៅគាត់ចង់ឲ្យយើងតម្រឹមប៉ុណ្ណាយើងកាត់តម្រឹមប៉ុណ្ណឹងមកបាទបន្ទាប់មកគឺយើងធ្វើការកាត់សក់ពីខាងលើអញ្ចឹងយើងតម្រឹមពីមុខពីចំហៀងស្មើហើយនៅពីខាងលើបាទអញ្ចឹងពីខាងលើយើងអាស្រ័យទៅលើភ្ញៀវរបស់យើងទេគាត់ចង់កាត់ខ្លីគឺយើងកាត់ឲ្យគាត់ខ្លីទៅបាទអញ្ចឹងយើងធ្វើការកាត់ម្ដងមួយស្ទាប់ដេញទៅក្រោយបែបហ្នឹងទៅពីចំហៀងខាងឆ្វេងមុនណាបាទយើងកាត់ម្ដងមួយស្ទាប់ដេញពីមុខដល់ក្រោយបែបហ្នឹងសិនបាទអញ្ចឹងនៅពេលដែលយើងកាត់រួចវាមានជាຂ្នាតមួយហើយបាទបន្ទាប់មកគឺយើងចាប់លើប្លោះកតាបាទពុតមករកទំនេរសក់ដែលយើងធ្វើការសិតបន្តិចមកផ្អៀងដៃបន្តិចមកបន្ទាប់មកទៀតបងប្អូននឹងឃើញຂ្នាតពេលដែលយើងធ្វើការកាត់មុនដំបូងបាទត្រង់ចំណុចដែលណាដែលខ្លីៗហ្នឹងបងប្អូនចាប់លើកមកបងប្អូននឹងឃើញຂ្នាតហ្នឹងហើយបាទត្រង់ចំណុចដៃខ្ញុំច្អល់ហ្នឹងអញ្ចឹងយើងធ្វើការកាត់ឲ្យស្មើຂ្នាតដែលយើងធ្វើការកាត់ជួរមុនដំបូងមកគឺជាការស្រាច់បាទងាយទេបាទយើងកាត់វាមានជាຂ្នាតហើយបន្ទាប់មកយើងលើកកាត់តាមຂ្នាតដែលយើងធ្វើការកាត់មុនដំបូងមកបាទបន្ទាប់មកទៀតគឺយើងលើកជួរទី3គឺយើងលើកពុតមកវានឹងឃើញຂ្នាតដែលយើងធ្វើការកាត់ពីចំហៀងដំបូងគេបាទអញ្ចឹងយើងលើកកាត់មកកាត់ឲ្យស្មើនឹងຂ្នាតពីចំហៀងដែលយើងកាត់ដំបូងគេមកបាទពេលដែលយើងលើកមកវានឹងឃើញសក់ណាដែលវែងជាងគេគឺយើងធ្វើការកាត់ចេញបែបហ្នឹងមកគឺជាការស្រាច់តែម្ដងពុកម៉ែបងប្អូនណាបាទងាយទេរបៀបកាត់សក់ពីខាងលើបាទឲ្យតែបងប្អូនធ្វើតាមរបៀបដែលខ្ញុំបង្ហាញគឺកាត់បានហើយបងប្អូនបាទអញ្ចឹងបន្ទាប់មកគឺយើងធ្វើការផ្លុំសក់ហ្នឹងឲ្យស្ងួតមកគឺជាការស្រាច់ហើយពុកម៉ែបងប្អូនណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកម្លែកចែកជូនទៅដល់បងប្អូនដែលថ្មីទាំងអស់គ្នាបាទជាចុងក្រោយបើសិនជាបងប្អូនស្រឡាញ់កុំភ្លេចជួយចុច like និង share ហើយជួយ follow page របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន